Susah denganគ្នាជួយជាមួយមេនុភាពបំបីណាហើយមិននឹងចូលដល់ការសម្រាប់រឿងណាទាំងអស់គ្នាកុំភ្លេចជួយ subscribe ឲ្យមេម្នាក់មួយមកណាចឹងកុំឲ្យខាតពេលយូរយើងបន្តសាច់រឿងយើងទាំងអស់គ្នាស្របពេលដែលសែលយន់យើងកំពុងដើរនៅតាមផ្លូវចៃដន្យហ្នឹងឈីលៀណាក៏ដើរកាត់នៅតាមផ្លូវហ្នឹងដែរនៅពេលដែលពួកគេទាំងពីរបានជួបគ្នាហើយសែលយន់យើងគឺនាងសប្បាយចិត្តទេហើយនាងក៏បកក្រោយត្រឡប់ទៅវិញឈីលៀនយើងក៏មិនទាន់សែលយន់ណាហត់គិតទៀតដែរគេក៏បានទៅខកសែលយន់យើងដោយសារតែកាន់សែលយន់យើងថាតើយប់មិញមានឯកាឡើងហើយនាងទៅណាសែលយន់យើងគឺអត់មានហើយបែបរឿងអីទាំងអស់ហ្នឹងគឺនាងក៏ទៅបែបឈីលៀនហ្នឹងនៅឆ្ងាយពីនាងទីយើបន្ទាប់មកសែលយន់ណាក៏ណាចេញទៅប៉ុន្តែឈីលៀនណាគឺអត់មានទាន់សែលយន់ណាចេញទៅទៀតទេហើយក៏បានទៅចាប់អូដៃសែលយន់ណាឲ្យទៅតាមគេមានន័យឈីលៀនណាក៏ទៅសែលយន់យើងក៏វែដៃចេញសែលយន់ណាក៏បែបថាបានហើយតើលោកអត់ចេញនៅហើយលោកអត់ចេះស្ដាប់ភាសាមនុស្សអត់ហើយយូរមិញខ្ញុំទៅកន្លែងណាវាមិនមែនជាការងាររបស់លោកទេហើយកុំបារម្ភអីឥឡូវហ្នឹងខ្ញុំមានការងារធ្វើហើយអញ្ចឹងហើយខ្ញុំលេងជំពាក់បំណុលជាមួយលោកទៀតហើយក្រោយពីបានលើសម្ដីគ្រប់ម៉ាត់របស់សែលយន់និយាយហើយឈីលៀនណាក៏ទៅវិញទៅចឹងសែលយន់ពួកយើងស្គាល់គ្នា6ឆ្នាំហើយតើនាងពិតជាភ្លេចខ្ញុំមែនទេពេលដែលឮចឹងហើយសែលយន់យើងក៏គិតក្នុងចិត្តថាខ្ញុំមកពិតជាមិនស្គាល់គេមែនតាំងពីថ្ងៃដំបូងហើយណាមួយមនុស្សដែលខ្ញុំចង់រកគឺមិនគេឈីលៀនណាក៏និយាយថាពួកយើងគឺស្គាល់គ្នាច្រើនឆ្នាំហើយបើសិនបើមានរឿងអ្វីខ្ញុំអាចជួយនាងបានគាត់ទៅប្រាប់ខ្ញុំមកសែលយន់ក៏ទៅវិញទៅលោកមិនអាចជួយខ្ញុំបានទេហើយក៏គ្មាននរណាម្នាក់អាចជួយខ្ញុំបានដែរចឹងហើយជប់ដើរតាមខ្ញុំទៀតទៅលោកយល់អត់គាត់ទៅលើចឹងហើយឈីលៀនណាគឺគេបាននិយាយអីទេបន្ទាប់មកសែលយន់យើងក៏ដើរចេញទៅហើយឈីលៀនណាក៏លេងខាត់នាងឯដែរហើយឈីលៀនយើងក៏ដើរតាមសែលយន់ដល់កន្លែងស្នាក់នៅរបស់នាងទៀតឈីលៀនក៏គិតថាចឹងសែលយន់ទោះបីជានាងមើលមកខ្ញុំបែបណាក៏ដោយខ្ញុំមិននឹងនៅទីនេះជាមួយនាងដើម្បីធានាសុវត្ថិភាពរបស់នាងហើយខ្ញុំមិននឹងបន្តស្វែងរកស៊ូជីយ៉ាងតើគេនៅណាដល់ពេលចឹងទៅអេមីណាពិតជានៅឈីលៀនយើងដល់ហើយខ្ញុំព្យាយាមស្វែងរកគេប៉ុណ្ណឹងហើយនៅពេលដែលបានជួបគ្នាហើយគេក៏ធ្វើបង្ងើយដាក់ទៀតប៉ុន្តែសែលយន់យើងទោះបីជានាងឆ្លងមកពិភពមួយនេះមិនមែនជាកូនអ្នកមានពិតមែនហើយនាងក៏មិនត្រូវការជំនួយពីអ្នកដទៃដោយនាងចង់ធ្វើការខិតខំរកលុយដោយខ្លួនឯងទោះបីជាកន្លែងដែលនាងធ្វើការហ្នឹងវាមិនមែនជាកន្លែងល្អពិតមែនប៉ុន្តែវាក៏អាចជួយនាងឲ្យរស់បណ្ដោះអាសន្នបានដែរតោះឥឡូវយើងក៏មើលសែលយន់យើងវិញសែលយន់យើងកំពុងតែ scroll មើលខចាស់ៗដែលនាងព្យាយាមខទៅកាន់លោកស៊ូសែលយន់ក៏ចាប់ដើមគិតថាតើវាមានវិធីផ្សេងទៀតទេដែលអាចជួយនាងត្រឡប់ទៅវិញហើយនេះគឺជាសកម្មភាពដែលសែលយន់យើងធ្វើការនៅក្នុងហាងមួយហ្នឹងក្រោយពីធ្វើការរួចសែលយន់យើងក៏មកអង្គុយញ៉ាំបាយនៅក្បែរជណ្ដើរមួយហ្នឹងញ៉ាំបាយបដាហើយនាងក៏ទៅគិតពីថ្ងៃដែលនាងចាយវាដែរបន្ទាប់ពីញ៉ាំបាយរួចសែលយន់ក៏ត្រឡប់ទៅធ្វើការរបស់នាងវិញហើយការងារដែលនាងធ្វើហ្នឹងគឺនាងរៀបចំបោសសម្អាតតាំងពីថ្ងៃរហូតដល់យប់បន្ទាប់មកសែលយន់យើងក៏មកញ៉ាំបាយនៅក្បែរជណ្ដើរមួយហ្នឹងដោយរាល់ដងអញ្ចឹងណាទាំងអស់គ្នាក្រោយពេលដែលសែលយន់យើងឈប់ពិបាកចិត្តអស់រយៈពេលយ៉ាងយូរមកសែលយន់ក៏មកអង្គុយញ៉ាំអីបន្ទាប់មកនាងក៏ឃើញកូនឆ្កែមួយហើយនាងក៏បានឲ្យចំណែករបស់នាងទៅឲ្យកូនឆ្កែមួយហ្នឹងនាងឃើញកូនឆ្កែមួយហ្នឹងគួរឲ្យណិតបន្ទាប់មកសែលយន់យើងក៏គិតថាខ្លួនឯងក៏គួរឲ្យណិតដែរដល់ពីមុនឡើយសែលយន់យើងនាងមិនដែលគិតថានាងនឹងមកជួបរឿងបែបនេះទេហើយខ្លាចជាមនុស្សម្នាក់ដែលតែតោមិនមានផ្ទះសម្បែងទេសែលយន់យើងក៏សួរទៅកាន់កូនឆ្កែមួយហ្នឹងតើនាងអាចត្រឡប់ទៅវិញអត់នេះមិនតន់នឹងអីផងហ្នឹងភ្ញៀវក៏ស្រែកហៅសែលយន់យើងហើយនាងក៏ទៅដល់ម៉ោងទៅធ្វើការរបស់នាងទៀតដែរហើយឈីលៀនក៏នៅនឹងដែរក៏បានស្ដាប់ឮរឿងរ៉ាវទាំងអស់របស់សែលយន់បាននិយាយមិនចាំយូរឈីលៀនយើងក៏ខកទៅមិត្តភក្តិរបស់គេដើម្បីសួរថាតើនៅកន្លែងគេហ្នឹងមានរឿងបុគ្គលិកទៀតអត់ដើម្បីឲ្យសែលយន់យើងបានទៅធ្វើការនៅទីនោះឥឡូវហ្នឹងយើងក៏មកមើលសែលយន់យើងវិញម្ដងនៅពេលដែលសែលយន់យកកូកាបរមអ្នកហ្នឹងបរមអ្នកហ្នឹងកាន់ដៃរបស់សែលយន់យើងនឹងជាប់ហើយសែលយន់យើងក៏បានយកដៃរបស់គេចេញនៅពេលដែលសែលយន់រុញដៃរបស់គេចេញហើយបរមអ្នកហ្នឹងក៏យល់ដែរថាគេលេងចង់បានកូកាទៀតហើយយកស្រាបៀរឲ្យគេវិញមកសែលយន់យើងនាងមាននិយាយច្រើនទេនាងក៏ទៅយកស្រាបៀរឲ្យបរមអ្នកហ្នឹងទៅហើយនៅពេលដែលសែលយន់ដើរចេញទៅវិញគេក៏បានយកដៃរបស់គេស្ទាបគូរបស់សែលយន់យើងបន្ទាប់មកបរមអ្នកហ្នឹងក៏បន្តលេងការរបស់គេធ្វើដូចជាធម្មតាអញ្ចឹងនៅពេលដែលធ្វើចឹងដល់សែលយន់យើងហើយសែលយន់យើងគឺនាងទៅអត់បានទេចឹងហើយសែលយន់យើងក៏ដើរទៅយកសភៅដែលនៅលើតុហ្នឹងទៅវាយបរមហ្នឹងវាយយកហ្មងទាំងអស់គ្នាបន្ទាប់មកសែលយន់យើងក៏សួរថាតើនឹងចង់ប៉ានាងទៀតអត់ហើយបរមអ្នកហ្នឹងក៏ឆ្លើយថាអត់ទេគេលេងហ៊ានហើយសែលយន់ក៏បានគម្រាមថាបើសិនជាគេនៅទៅប៉ះនាងទៀតនាងនឹងសម្លាប់គេហើយបន្ទាប់មកសែលយន់យើងក៏ដើរចេញទៅបន្ទាប់មកតកែក៏បានស្ដាយសែលយន់យើងដោយនិយាយថាហេតុអីបានជានាងហ៊ានម៉េចនាងក៏វាយគេហើយហេតុអីបានជានាងខកទៅប្រឹងប៉ូលីសទៀតហើយខ្ញុំសូមប្រាប់នាងឲ្យហើយទោះបីជាមានអ្វីកើតឡើងនៅក្នុងហាងមួយនេះក៏ដោយក៏នាងមិនត្រូវខកទៅប្រាប់ប៉ូលីសដែរសែលយន់ក៏សួរទៅហេតុអីបានជានាងមិនអាចខកទៅប្រាប់ប៉ូលីសបានកែក៏ប្រាប់ទៅវិញទៅខ្ញុំជួយនាងមកឲ្យមើលការខុសត្រូវនៅទីនេះមិនមែនឲ្យនាងមកបង្កបញ្ហាទេហើយបើសិនបើនាងធ្វើវាបានណានាងក៏ធ្វើទៅតែបើមិនបានទេនាងក៏ចាស់ចេញទៅសែលយន់ក៏ប្រាប់វិញទៅបានខ្ញុំ
មកនឹងចាក់ចេញហើយខ្ញុំមកក៏មិនចង់នៅទីនេះទៀតដែរប៉ុន្តែលោកត្រូវឲ្យប្រាក់ខែខ្ញុំសិនហើយខ្ញុំមកនឹងចាក់ចេញឥឡូវហ្នឹងកាយក៏ប្រាប់ទៅវិញទៅប្រាក់ខែមែននាងធ្វើការមិនទាន់គ្រប់ខែផងហ្នឹងហើយដែរក៏ខ្ញុំមកទៅបើកឲ្យនាងសើយ័នក៏សួរថាចឹងលោកមិនបើកប្រាក់ខែខ្ញុំទេអីសើយ័នយើងក៏បាននិយាយចំដាក់តកែនឹងថាចឹងតើ business លោកបើកសប្តាហ៍ហ្នឹងតើមាន license អត់ហើយតើលោកក៏បានប្លុក website ដែលមិនសមរម្យដែរឬទេហើយតើវាស្របច្បាប់អត់ដែលលោកអនុញ្ញាតឲ្យនិតិជនចូលក្នុងហាងកាហ្វេរបស់លោកก่อนតែលើចឹងហើយមើលទៅតកែហ្នឹងដូចជាផិតភ័យដល់ហើយតើនិយាយថាចឹងសើយ័នតើនាងយល់ពីច្បាប់ដែរមែនសើយ័នក៏តបទៅវិញទៅខ្ញុំស្ទើរតែរកអីញ៉ាំមិនបានហើយលោកនៅសួរខ្ញុំថាតើខ្ញុំដឹងពីច្បាប់ទៀតមែនហើយខ្ញុំធ្វើការ12ម៉ោងក្នុងមួយថ្ងៃដោយមិនបានឈប់ទេចឹងហេតុអីបានជាខ្ញុំមិនអាចខលទៅប៉ូលីសនៅពេលដែលមានគេមកប៉ះពាល់ខ្ញុំហើយបើសិនបើថ្ងៃណាមួយមានគេមកចាត់សម្លាប់ខ្ញុំចឹងលោកកប់ខ្ញុំនៅទីនេះដែរមែនបន្ទាប់មកតកែមួយហ្នឹងក៏ដើរមកហៅគេសើយ័នប៉ុន្តែតើសើយ័នយើងហុញចេញហើយក៏សួរសើយ័នយ៉ាងថាតើនាងមិនចង់ធ្វើការនៅទីនេះទៀតទេមែនសើយ័នក៏បែរទៅវិញទៅមែនហើយខ្ញុំសុខចិត្តអត់បានស្ដាប់ជាជាងធ្វើការឲ្យលោកដែរហើយបើសិនបើលោកមិនចង់ឲ្យខ្ញុំរាយការណ៍ទេលោកគ្រាន់តែបើកប្រាក់ខែឲ្យខ្ញុំមកសើយ័នយើងនិយាយទាំងកំហឹងហ្មងធ្វើឲ្យតកែមួយហ្នឹងឲ្យមានតបតទៀតទេបន្ទាប់មកសើយ័នយើងក៏ចេញពីកន្លែងហ្នឹងហើយនាងក៏បានឆែកមើលប្រាក់ខែរបស់នាងមកជាមួយនឹងលុយដែលនាងសេះសល់ហើយនាងក៏បាននឹកឃើញខលទៅឈៀនលៀនដើម្បីសងលុយគេពេលដែលសើយ័នទៅដល់កន្លែងហ្នឹងនាងក៏បានគោះទ្វារប៉ុន្តែមិនមាននរណាម្នាក់បើកទ្វារឲ្យនាងទេដូច្នេះហើយកំពុងតែមុំម៉ៅផងហ្នឹងសើយ័នយើងក៏ធាក់ទ្វារហ្នឹងមួយជើងទៅហើយស្រាប់តែទ្វារហ្នឹងក៏បើកទៅអញ្ចឹងសើយ័នយើងគឺមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកគ្នាចង់តាមដានភាពបន្តកុំភ្លេចជួយ subscribe ឲ្យមេម្នាក់មួយណាដើម្បីតាមដាននៅភាព9របស់អ្នកគ្នា